មនុស្សយើងសំខាន់ចេះរកសេចក្តីសុខឲ្យខ្លួនឯងពេលខ្លះគេមើលមកយើងថាយើងពិបាកតែយើងដូចជាមិនពិបាកអីទេហើយពេលខ្លះគេមើលមកយើងថាយើងមានតែយើងដូចជាមិនមានអីទេអ្នកខ្លះគេថាយើងធ្វើចឹងមិនសមក៏ប៉ុន្តែខ្លួនគាត់នឹងធ្វើរឿងមិនសមច្រើនជាងយើងទៀតគាត់តែគេមិននិយាយអ្នកខ្លះមានលុយច្រើនតែជីវិតរវល់ខ្លាំងរត់តែពេលសម្រាប់គ្មានទាំងពេលចាយលុយទៀតថ្មិចបើកក៏ចាស់បាត់អ្នកខ្លះក៏ឆ្លៀតពេលខ្លះសម្រាប់ឲ្យខ្លួនឯងបានសម្រាប់លំហែកាយជាមួយនឹងធម្មជាតិដូចថ្ងៃនេះអញ្ចឹងឃើញស្រីស្អាតពីរនាក់នេះកុំគិតថាសង្សារខ្ញុំអីអត់ទេគឺប្អូនធွာខ្ញុំបាទខ្ញុំនាំប្អូនធွာស្រីនេះមកលេងវាលស្រែដើម្បីស្រូបយកខ្យល់ធម្មជាតិពីក្លិនស្រូវដើម្បីឲ្យអារម្មណ៍យើងនឹងស្រស់ស្រាយដើម្បីឲ្យសុខភាពផ្លូវចិត្តយើងល្អសុខភាពផ្លូវកាយយើងក៏ល្អហូបជាមួយនឹងរបស់ធម្មជាតិបាទក្តាមខ្យងរកបានខ្លួនឯងតាមវាលស្រែថ្មីខ្ញុំចូលចិត្តហូបរបស់ធម្មជាតិសូម្បីតែទឹកហ្នឹងក៏ហូបទឹករ៉ែធម្មជាតិដែរនេះទឹកកាយ៉ាគឺជាទឹករ៉ែធម្មជាតិនិងជាផលិតផលខ្មែរ 100% ដែលយកចេញពីស្រទាប់ក្រោមដីជម្រៅ100ម៉ែត្រនៃជួរភ្នំអរ៉ាល់នៃប្រទេសកម្ពុជាយើងទឹកនេះត្រូវបានការពារដោយធម្មជាតិបរិសុទ្ធកាយ៉ាមានកម្រិត pH 7 ចុចបាទមានរសជាតិស្រួលញ៉ាំនិងមានសមាសធាតុរ៉ែ7មុខល្អសម្រាប់សុខភាពដែលស័ក្តិសមសម្រាប់ស្ត្រីមានផ្ទៃពោះនិងទារកក្នុងផ្ទៃកាយ៉ាផលិតតាមស្តង់ដារជាតិនិងអន្តរជាតិគាំទ្រផលិតផលជាតិកាយ៉ានេះបងប្អូនអាចរកទិញបាននៅផ្សារទំនើបម៉ាតហាងលក់ភេសជ្ជៈធំនិងតាម Baby Care ជាច្រើនកន្លែងផងដែរហើយតាមរយៈវីដេអូនេះខ្ញុំជឿថាបងប្រុសមួយចំនួនចង់មានជីវិតដូចខ្ញុំបងប្អូនមើលទៅឃើញថាសប្បាយប៉ុន្តែអ្វីៗបងប្អូនអើយគឺជាការសម្ដែងទេបងប្អូនខ្ញុំរាល់ថ្ងៃនេះប្រៀបបាននឹងកន្លងពាក់ម៉ាស់បានត្រឹមតែមកហោះជុំវិញបុប្ផាប៉ុន្តែมันអាចស្រូបក្លិនផ្កាបានដោយសារជាប់របាំងម៉ាស់នេះឯងចឹងជីវិតខ្ញុំរាល់ថ្ងៃនេះបងប្អូនអើយមកឃើញនៅដូចសប្បាយតែមិនហ៊ានសប្បាយទេខ្លាចអរគុណបងប្អូនទាំងអស់គ្នាបាទសម្រាប់ការតាមដានទស្សនាវីដេអូនេះរីករាយនៅអ្វីដែលខ្លួនមានបើខ្លួនមិនមានរ